បាទជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបនាំសិស្សថ្នាក់ទី1ថ្មីចូលទៅកាន់ថ្នាលបឋម PLP ចំនួនថ្មីរបស់យើងអញ្ចឹងជាដំបូងលោកគ្រូអ្នកគ្រូចូលទៅកាន់បាទ Google Chrome បាទរួចហើយយើងអាចវាយពាក្យ PLP ទៅបើលោកគ្រូអ្នកគ្រូធ្លាប់វាយហើយវាបង្ហាញនៅកន្លែងនេះបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំវាយបែប PLP ទៅប៉ុណ្ណឹងក៏វាចេញហើយបាទអញ្ចឹងយើង enter មកបាទបន្ទាប់មកលោកគ្រូអ្នកគ្រូបើមិនបានបញ្ចូលគណនីថ្នាលបឋមចាស់ទេក៏អត់ទៅយើងចូលទៅកន្លែងសហថ្នាលបាទអញ្ចឹងកន្លែងសហថ្នាលនេះលោកគ្រូអ្នកគ្រូចូលទៅកន្លែងថ្នាលគ្រប់គ្រងសាលារៀនបន្ទាប់ពីលោកគ្រូអ្នកគ្រូចូលទៅកន្លែងថ្នាលគ្រប់គ្រងសាលារៀនហើយលោកគ្រូអ្នកគ្រូចុចកន្លែងស្វែងរកគណនីសម្រាប់គ្រូបន្ទាប់មកយើងចូលជ្រើសបាទខេត្តដែលយើងកំពុងបរៀនបាទស្រុកអញ្ចឹងនៅក្នុងនេះខ្ញុំសូមការអនុញ្ញាតពីមិត្តភ័ក្តិបាទជ្រើសស្រុកភ្នំក្រវាញសាលាបាទសាលារកាតបាទអញ្ចឹងយើងអាចនាំសិស្សចូលបានគឺសម្រាប់តែគណនីបាទនាយកសាលាទេបាទយើងជ្រើសកន្លែងនេះគឺកន្លែងនាយកសាលាបន្ទាប់មកយើងចុចកន្លែងពាក្យ director នេះមកបាទបន្ទាប់មកលោកគ្រូអ្នកគ្រូអាច copy បាទ director នេះមកបាទហើយចុចមកឲ្យដូចខាងលើហ្នឹងបាទហើយបន្ទាប់មកយើងបាទអាចចុចបើកចេញមកយើងលុបវិញខ្ញុំចុច add 1 2 3បាទប៉ុណ្ណឹងមកលោកគ្រូអ្នកគ្រូចុចចូលប្រព័ន្ធបើកន្លែងនេះអាចចុច save ឬក៏ never ក៏បានដែរឥឡូវយើងចុច never បន្ទាប់មកគឺចេញផ្ទាំងបែបនេះលោកគ្រូអ្នកគ្រូចូលទៅកន្លែងចុច3ខាងលើនេះមកចុចមកឆ្វេងលើហ្នឹងបន្ទាប់មកលោកគ្រូអ្នកគ្រូបាទចូលទៅកាន់ពាក្យថ្នាក់បាទចូលទៅកាន់ពាក្យថ្នាក់នេះករណីបាទសាលារកាតហ្នឹងលោកគ្រូគាត់បានបង្កើតថ្នាក់ហើយបើសិនជាសាលាលោកគ្រូអ្នកគ្រូអត់បានបង្កើតទេលោកគ្រូអ្នកគ្រូអាចចុចកន្លែងបន្ថែមថ្នាក់រៀននេះមកហើយអាកន្លែងនេះគឺបើយើងបង្កើតសាលាទី1យើងចុចថ្នាក់ទី1មកជ្រើសគ្រូបរិញ្ញាឧទាហរណ៍នេះថ្នាក់អ្នកគ្រូសិនស៊ីផាន់អញ្ចឹងយើងអាចចុចជ្រើសកន្លែងឈ្មោះនឹងឈ្មោះអ្នកគ្រូមកបាទហើយកន្លែងនេះគឺកម្រិតថ្នាក់កន្លែងឈ្មោះថ្នាក់អញ្ចឹងយើងអាចថ្នាក់កឬក៏ថ្នាក់ខបាទករណីនេះ 1A នេះមានថាគាត់ថ្នាក់កហើយកន្លែងនេះយើងអាចដាក់លេខ1កចេះមកក៏បានដែរបាទកន្លែងនេះបាទតែនឹងយើងអាចដាក់1កចឹងមកបាទបន្ទាប់មកបរិមាណសិស្សអតិបរិមាណសិស្សអញ្ចឹងបើសិស្សថ្នាក់អ្នកគ្រូគាត់ដឹងចំនួនបើសិស្សគាត់30នាក់ដាក់30បើ31យើងដាក់31អញ្ចឹងទៅបន្ទាប់មកយើងចុចកន្លែងបន្ថែមថ្នាក់ហ្នឹងគឺលទ្ធផលគឺបង្ហាញដូចនៅក្នុងអេក្រង់របស់យើងបាទនេះអញ្ចឹងនៅក្នុងនេះអ្នកគ្រូគាត់បានបង្កើតរួចហើយអញ្ចឹងនៅពេលដែលយើងបង្កើតរួចហើយប៉ុន្តែឥឡូវនេះគឺភាគរយគឺ 0% មានសិស្សអ្នកគ្រូគឺអត់មានសិស្សទេអញ្ចឹងយើងត្រូវការនាំសិស្សចូលទៅក្នុងថ្នាក់ទី1ថ្មីបាទអញ្ចឹងលោកគ្រូអ្នកគ្រូចូលទៅកាន់ logo សាលាខាងឆ្វេងនេះបាទចុចមកឆ្វេងលើនឹងមកតបមកយើងជ្រើសពាក្យបាទនាំចូលសិស្សច្រើនបាទយើងចុចកន្លែងនេះមកតបពីនាំចូលសិស្សច្រើនលោកគ្រូអាចចុចកន្លែងទាញយកបាទគំរូបាទទាញយកគំរូនេះដើម្បីយើងនេះដើម្បីយើងបញ្ចូលឈ្មោះសិស្សរបស់យើងនេះចឹងនេះ file គំរូពេលដែលយើងទាញយើងចុច enable editing នេះមកបាទតបមកលោកគ្រូអ្នកគ្រូត្រូវការបញ្ចូលព័ត៌មានសិស្សឲ្យដូចក្នុង file ដែលគេឲ្យហ្នឹងបាទត្រង់ចំណុចណាដែលត្រូវពេញយើងបញ្ចូលមកបាទកន្លែងលេខទូរស័ព្ទនេះគ្រូដាក់លេខ0សិនមកក៏បានដែរបាទហើយកម្រិតថ្នាក់នេះយើងដាក់តាមថ្នាក់របស់យើងលេខសាលានេះលោកគ្រូអ្នកគ្រូដាក់បញ្ចូលលេខកូដសាលារៀនរបស់យើងមកលេខប្រហែលខ្ទង់ច្រើនហ្នឹងយើងដាក់អាហ្នឹងមកហើយកន្លែងដែលខ្ញុំធ្លាប់ធ្វើគឺកន្លែងឈ្មោះអ្នកប្រើប្រាស់ពាក្យសម្ងាត់នេះគឺខ្ញុំធ្លាប់បង្កើតខ្លួនឯងពេលបង្កើតនាំសិស្សចូលបានមែនជោគជ័យទៀតប៉ុន្តែតរសិស្សគឺអត់មានទេអញ្ចឹងកន្លែងត្រង់ចំណុច2នេះគឺខ្ញុំលើកទឹកចិត្តឲ្យលោកគ្រូអ្នកគ្រូលុបមិនបាច់បង្កើតទេបាទលុបចេញពី file គេនឹងមកបាទឈ្មោះសិស្សនេះលោកគ្រូអាចកែឈ្មោះដាក់ឈ្មោះសិស្សយើងឬក៏លុបហើយបញ្ចូលសិស្សយើងបដ ாய் ក៏បានដែរបាទហើយកន្លែងឈ្មោះអ្នកប្រើហើយនឹងពាក្យសម្ងាត់នេះគឺខ្ញុំលើកទឹកចិត្តគឺមិនបាច់បញ្ចូលទេនៅពេលដែលយើងបញ្ចូលសិស្សចូលទៅក្នុងថ្នាល PLP បឋមចំនួនថ្មីនឹងហើយវានឹង generate ឈ្មោះអ្នកប្រើប្រាស់ហើយនឹងពាក្យសម្ងាត់ឲ្យអូតូតែម្ដងបាទចឹងតែប៉ុណ្្នឹងទេហើយពេលលោកគ្រូរៀបចំ file នឹងហើយរក្សាទុក file នឹងឲ្យស្រួលទៅឲ្យដឹងកន្លែងបាទលេងខ្ញុំគាត់ឧទាហរណ៍ទេឥឡូវខ្ញុំ done save វិញចឹងដោយសារខ្ញុំបានរៀបចំ file ហើយនៅពេលដែលលោកគ្រូរៀបចំ file ដែលបានទាញយកជាគំរូនេះហើយយើងនាំចូលសិស្សគឺយើងចុចកន្លែងនេះបាទនាំចូលជាទម្រង់ Excel នេះចឹងយើងចុចលើនឹងមួយមកតើមកគ្រូត្រូវការទៅរកឈ្មោះ file ដែលយើងរក្សាទុកឥឡូវ file ដែលខ្ញុំរៀបចំគឺនៅនេះបាទឥឡូវខ្ញុំនាំសិស្សចូលតែម្ដងបាទចឹងខ្ញុំចុច open
ចឹងដល់ពេលយើងនាំចឹងយើងរងចាំបន្តិចទៅតាមចំនួនសិស្សរបស់យើងលឿនឬក៏យឺតអាស្រ័យលើសិស្សរបស់យើងចឹងនេះគឺជាឧទាហរណ៍ខ្ញុំបញ្ចូលសិស្សចំនួន5នាក់បាទខ្ញុំបញ្ចូលសិស្សចំនួន5នាក់អញ្ចឹងអានេះភ្លាមៗលោកគ្រូសម្រាប់លោកគ្រូច្រឡំចូលឈ្មោះសិស្សលើសអីចឹងអាចចុចលុបភ្លាមៗក៏បានដែរអានេះករណីយើងរៀបចំ file បានត្រឹមត្រូវហើយគឺវាចេញទម្រង់បែបហ្នឹងបាទបន្ទាប់ហើយលោកគ្រូអាចអូសវាមើលមកកន្លែងនេះបាទកន្លែងនេះថ្នាក់បាទថ្នាក់នេះលោកគ្រូជ្រើសរើសអាចចុចជ្រើសរើសបើអត់ទេបាទយើងទុកប៉ុណ្ណឹងទៅបើសិនវាឲ្យជ្រើសរើសយើងអាចជ្រើសរើសកន្លែងហ្នឹងតែបើអត់ទេយើងទុកហ្នឹងទៅឥឡូវពេលដែលយើងនាំចូលចឹងបានហើយគឺយើងកលេចមកខាងលើមានពាក្យនាំចូលបាទអញ្ចឹងយើងចុចអាហ្នឹងនាំចូលទៅក្នុងថ្នាក់បឋមយើងអញ្ចឹងយើងចុចមួយមកពេលដែលយើងចុចគឺវាកំពុងដំណើរការបាទយើងអាស្រ័យលើអ៊ីនធឺណិតរបស់យើងហើយកន្លែងនាំចូលនេះពេលដែលសិស្សអាចនាំចូលបានគឺវាលោតពាក្យថាដោយជោគជ័យបាទហើយពេលដែលលោកគ្រូនាំចូលនឹងមានបញ្ហាមួយគឺមានកន្លែងជោគជ័យមានកន្លែងបរាជ័យអញ្ចឹងកន្លែងហ្នឹងបើសិនជាបរាជ័យលោកគ្រូអាចចុចអាកន្លែងនាំចូលម្ដងទៀតអញ្ចឹងវាអាចដំណើរការវាបញ្ចូលឲ្យទៀតដែរអញ្ចឹងហើយបើសិនជាលោកគ្រូចុចលើកទី2នាំចូលហើយវានៅតែបរាជ័យខ្លះយើងចុចអានឹងទៀតរហូតដល់តែករណីដែលយើងចុចនាំចូលហើយវានៅតែអត់ចូលអានឹងលោកគ្រូអាចពិនិត្យមើលថ្ងៃខែឆ្នាំកំណើតបាទទាំងកាលវាខុសថ្ងៃខែឆ្នាំកំណើតឥឡូវខ្ញុំបញ្ចូលជោគជ័យទាំងអស់ខ្ញុំចុចបិទបាទអញ្ចឹងពេលដែលយើងបញ្ចូលជោគជ័យអស់ហើយតើសិស្សយើងទៅណាអញ្ចឹងលោកគ្រូអាចចូលទៅកន្លែងបាទសិស្សពាក្យសិស្សខាងនេះមកតើមកលោកគ្រូស្វែងចុចកន្លែងបន្ថែមសិស្សតបមកយើងបាទទៅស្វែងរកសិស្សដែលយើងបញ្ចូលមិញអញ្ចឹងសិស្សដែលយើងបញ្ចូលមិញហ្នឹងនៅកន្លែងណាអញ្ចឹងយើងអាចចុចកន្លែងបាទពីលេខ1ដល់លេខប្រមាណនេះលោកគ្រូអាចចុចបន្តមកដើម្បីរកអញ្ចឹងសិស្សដែលខ្ញុំបញ្ចូលមិញហ្នឹងមានចំនួន5នាក់អញ្ចឹងខ្ញុំដឹងថាពេលដែលបញ្ចូលថ្មីគឺវានៅអាកតុយក្រោយគេបើលេខលោកគ្រូលេខអស់ទៅ30យើងអាចចុច30មកបើអស់ទៅ18យើងចុចកន្លែង18មកចានេះ31នេះមានសិស្សបញ្ចូលថ្មីមិញហ្នឹងថ្ងៃបាទចូលថ្មីមិញហ្នឹងវាមាននៅកន្លែងនេះបាទនេះកម្រិតទី1ថ្មី1 2 3 4 5បាទអូកន្លែងនេះគឺបាទកូដឧទាហរណ៍នេះឈ្មោះអ្នកគ្រូអញ្ចឹងចឹងដល់ពេលយើងមកដល់តំណែងហើយយើងធ្វើមិនទៀតទៅបាទពេលមកដល់កន្លែងឈ្មោះសិស្សយើងហើយយើងចុចសញ្ញាដកនេះមួយសញ្ញា tick នេះមកតើមកយើងចុចទៅអាកតុយក្រោយយើងចុច tick បាទជ្រើសរើសសិស្សរបស់យើងមកចុចដល់1បាទឬក៏ចុចលើនេះក៏វាជ្រើសរើសឲ្យអាកន្លែងសិស្សដែលយើងបង្ហាញហ្នឹងតើមកលោកគ្រូចុចកន្លែងក្បាលមនុស្សបាទមានខាងមុខមួយខាងក្រោយមួយហ្នឹងមកនេះវាប្រាប់ថារើសបាន5នាក់យើងចុចលើហ្នឹងតើមកយើងនាំសិស្សហ្នឹងទៅណាអញ្ចឹងយើងចុចទៅកាន់ថ្នាក់ទី1អញ្ចឹងយើងចុចលើហ្នឹងមកតើមកយើងចុចកន្លែងកំណត់សិស្សបាទចឹងតែប៉ុណ្្នឹងទេសិស្សយើងនេះបានកំណត់សិស្សដោយជោគជ័យចឹងលោកគ្រូអាចចូលទៅកន្លែងថ្នាក់រៀននេះអញ្ចឹងសិស្សថ្នាក់ទី1មិញពី 0% លោតចូលបាន5នាក់នេះ 10% អញ្ចឹងបាទអ្នកគ្រូថ្នាក់ទី1ក៏អាចប្រើប្រាស់គណនីថ្នាលបឋម PHP សម្រាប់លេខកូដសិស្សរបស់គាត់ហ្នឹងឬក៏ទាញ QR code បានដោយជោគជ័យដោយថ្នាលចាស់របស់យើងដែរបាទចុះវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទជម្រាបលាលោកគ្រូ